បាទសួស្តីបងប្អូនអរគ្នា Unlock Tool Update ម្ដងនេះអែមមែនទែនបងប្អូននេះឃើញទេ Oppo Realme បងប្អូនឃើញនេះមើលកន្លែងនេះណា support Qualcomm 665 Qualcomm 710និង Qualcomm 712 model ថ្មីmodel ដែលគេ add មកថ្មីហ្នឹងហើយបងប្អូនមើលណានេះឃើញទេដូចជា Oppo A5 2020 CPX 1931 CPX 1933 1943នេះណា Unlock Tool អត់មានទេពីមុនមកគឺអត់ support មកនិយាយទៅ support តែជាមួយនឹង ISP ទេ ISP pin out ណាហើយខ្លះទៀត ISP អត់មានទៀតដោយ1933នេះបើសិនជាបោះក្រុមហ៊ុនបានបោះម៉ាស៊ីន clone អត់បានទេអញ្ចឹងឥឡូវនេះ Unlock Tool add មកហើយបងប្អូន A9 2020នេះដូចគ្នា 1937 1939 1941នេះគឺអត់មានទេហើយសឹកកំពូលពិបាកហើយពេលបងប្អូនជួបគឺបាយនេះឃើញឥឡូវ add មកឲ្យយើងហើយ Oppo A52 នេះក៏ add មកដែរដូចជា PD AMO នេះក៏មកដែរបងប្អូនអញ្ចឹងមកអស់ហើយ A72 នេះអញ្ចឹងនេះជា model ថ្មីបងប្អូននេះជា model ថ្មីនិយាយទៅ Unlock Tool គឺ update ម្ដងនេះគឺឆ្ងាញ់តែម្ដង update ចុងក្រោយណាបងប្អូន update ក្នុងខែ3 2025ហ្នឹងហើយនៅក្នុងនោះទៀតបងប្អូនមើលក្រោមដូច Samsung អានេះ add បន្ថែមទេណាឃើញទេវា support ជាមួយ touch point ដែរនេះដូចជា MT6789 នេះគឺ support អញ្ចឹងខាងក្រោមនោះគឺជាការ add អក្សរនេះបងប្អូនអាចមើលបានណាដូចជាប្រភេទ Honor នេះបងប្អូននេះ Honor X5B X5B Plus X5B Plus X6A X6B X7A វាដំណើរការជាមួយនឹង preloader free តែម្ដង add បញ្ចូលហើយអត់មាន test point ទេគឺ boot automatic តែម្ដងអញ្ចឹងទាំងអស់នេះគឺជាការ add ដ៏អស្ចារ្យរបស់ Unlock Tool ហើយបងប្អូនហើយតាក់ទងជាមួយនឹងដំណើរការ boot RAM disk bypass ហ្នឹងណា iPhone ប្រភេទ iOS ជាប់កូដដៃកូដអីហ្នឹងគឺអូខេតែម្ដងបងប្អូនអញ្ចឹងការ update នេះគឺអេមតែម្ដងហើយយើងមើល function ពីខាងលើណាមានដូចជា Mi ឬគេហៅថា Xiaomi ហ្នឹងគឺដំណើរការទាំងអស់ហើយ Samsung មានច្រើន model បងប្អូនហើយ support ខ្លាំងដែរណានេះបងប្អូននេះសិតតែ Samsung ហើយដែល support security ហ្នឹងបងប្អូនមើលនេះច្រើន model មែនតើមានខ្លះក៏ជាលក្ខណៈideal mode ខ្លះក៏ជា test point prom ខ្លះក៏ជា meta mode ចឹងទៅ support មែនតើហើយនេះ function របស់វាមាន Odin បងប្អូនឃើញទេ ideal ហើយនឹង network ឯងមានទាំងអស់ហើយ Huawei មានច្រើនដែរ Huawei ក៏មានច្រើន model ដែរបងប្អូនមានស្ទើរតែគ្រប់ green ទាំងអស់តែម្ដងបងប្អូននេះប្រភេទ Huawei បងប្អូនអាចមើលបានមើលមួយហើយ green 620ជាមួយនឹង USB 1.0 គឺ work តែម្ដងអញ្ចឹងណាបងប្អូននេះ green មានច្រើន green ហើយ Oppo វិញ Oppo គឺមានស្ទើរតែទាំងអស់តែម្ដងចំពោះ Oppo ស្ទើរតែគ្រប់ model ខ្ញុំអត់បានអូសទេច្រើនមាន Vivo ដែរហើយក៏មាន V Smart មាន Meizu ឬក៏ហៅថា Mizu Tecno នេះខាងលើបងប្អូនខាងលើនេះ Tecno ក៏មានច្រើនដែរមានគ្រប់ប្រភេទ CPU ទាំងអស់ហ្នឹង MTK Qualcomm ហើយនឹង SPD Spectrum ហ្នឹងក៏មានដែរហើយនឹង Asus អូខេហើយមាន LG ហើយក៏មាន Nokia មាន Lenovo ហើយនឹងមាន platform Qualcomm នេះជា platform Qualcomm បងប្អូនគឺមានច្រើនដែរ support គ្រប់ model ទាំងអស់ platform Qualcomm ហើយនឹង platform MediaTek គេហៅថា option MTK នោះណាហើយមាន platform Android នេះបងប្អូន Android ហើយនឹងមាន Apple ដែលយើង boot RAM disk boot អីហ្នឹង bypass អីហ្នឹងមានទាំងអស់ហើយមាន Infinix ហើយនឹងមាន platform Spectrum អញ្ចឹងនៅក្នុងនេះ platform ធំ
ដែលជា default platform តែម្ដងគឺមាន Spectrum នឹងមួយមាន Android មាន Android ហើយនឹងមាន Mediatek ហើយនឹង Qualcomm អញ្ចឹងអានេះ platform ហើយនឹងមាន platform iOS គឺ iPhone នឹងដែរអញ្ចឹងចង់បញ្ជាក់ថា Unlock Tool គឺ update ពីម្ដងទៅម្ដងកាន់តែប្រសើរហើយបើយើងមើលលើកនេះអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺប្រភេទនេះ Oppo នេះឯងបន្ទាប់មកគឺប្រភេទHonor series ក្រោយហ្នឹងណាបងប្អូនគឺមានអស់ហើយអញ្ចឹងវាកាន់តែស្រួលហើយបងប្អូនបាទអរគុណច្រើនសម្រាប់វីដេអូបងប្អូនទស្សនាហើយការ active ទៅលើ tool នេះគឺ tool ថ្លៃហើយវា tool ថ្លៃតម្លៃសមរម្យក្នុងមួយឆ្នាំអីគឺល្មមចំពោះខ្ញុំបើ active tool នេះរហូតតែ2ថ្ងៃ3ថ្ងៃគឺរួចខ្លួនបាត់ហើយបាទអញ្ចឹងអរគុណបងប្អូនអរគ្នាដែលបានតាមដានវីដេអូនេះ